កាលពីម្សិលមិញបរិថៃម្នាក់បានអះអាងថាកម្ពុជានឹងចុះចាញ់ប្រសិនបើថៃឈប់នាំចេញផលិតផលប្រេងមកកម្ពុជារយៈពេល2 ខែទៀតវាជាការនិយាយឌឺដងនិងញុះញង់ប៉ុន្តែវាពិតជាអាចកាត់ឡើងហើយតើវានឹងអាក្រក់ប៉ុណ្ណាចូលយកបំបែកវាទៅជាការយល់ដឹង3ចំណុច1កម្ពុជាពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូលប៉ុន្តែមិនត្រឹមតែមកពីប្រទេសថៃប៉ុណ្ណោះទេវិជាការពិតដែលកម្ពុជាមិនមានរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនហើយពឹងផ្អែកខ្លាំងលើការនាំចូលដូចដែលបានកត់សម្គាល់ដោយលោក Casey Barnett តម្រូវការប្រេងឥន្ធនៈរបស់កម្ពុជាត្រូវបានបំពេញដោយអ្នកផ្គត់ផ្គង់ចម្រុះដូចជាប្រទេសថៃវៀតណាមសិង្ហបុរីឥណ្ឌូនេស៊ីនិងប្រទេសផ្សេងៗទៀតខណៈដែលប្រទេសថៃជាអ្នកនាំចេញដ៏សំខាន់នោះវាមិនមែនជាប្រទេសតែមួយនោះទេយោងតាមអគ្គនាយកដ្ឋានគយនឹងរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ2024កម្ពុជាត្រូវបានជំរុញស្ទើរតែស្មើៗគ្នាដោយប្រទេសថៃនិងវៀតណាមដែលនីមួយៗមាន 39% នេះជាសំណួរតើថៃពិតជាឈប់នាំចេញប្រេងមកកម្ពុជាមែនឬថៃត្រូវចាញ់ច្រើនជាងចំណេញខណៈពេលដែលអ្វីៗអាចធ្វើទៅបានក្នុងនយោបាយអន្តរជាតិការហាមឃាត់ការនាំចេញប្រេងពេញលេញពីប្រទេសថៃទំនងជាការផ្លាស់ប្ដូរចុងក្រោយឬនយាម្យ៉ាងទៀតសេណារីយ៉ូត្រូវតែធ្វើសកម្មភាពដែលថៃគ្មានជំរឿខ្សៀងទៀតតម្លៃសេដ្ឋកិច្ចសម្រាប់អាជីវកម្មថៃនឹងមានកម្រិតខ្ពស់ហើយការធ្លាក់ចុះផ្នែកការទូតកាន់តែខ្លាំងពិសេសនៅចំពោះមុខអាស៊ានប្រទេសថៃក្នុងនាមជាសមាជិកអាស៊ានត្រូវបានរំពឹងថានឹងប្រកាន់ខ្ជាប់នឹងនំសំខាន់ដូចជាការដោះស្រាយវិវាទដោយសន្តិភាពការមិនប្រឈមមុខដាក់គ្នានិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ការបំពានទាំងនេះនឹងប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសថៃជាងវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាការបាត់បង់ការទូតដ៏សំខាន់គឺការបំផ្លាញទំនុកចិត្តនៅក្នុងប្រទេសថៃពីប្រទេសជិតខាងនិងប្រទេសដៃគូផ្សេងទៀត3កម្ពុជានឹងតស៊ូប៉ុន្តែមិនចុះចាញ់បាទប្រសិនបើគ្មានប្រេងថៃនឹងឈឺប៉ុន្តែកម្ពុជានឹងរស់បានកម្ពុជាបានបង្ហាញឲ្យមើលឃើញពីការសម្របទៅបែបខ្លួនគម្លាតអាចត្រូវបានបំពេញយ៉ាងឆាប់រហ័សដោយនាំចូលពីវៀតណាមចិនឬដៃគូផ្សេងទៀតកាលពីសប្តាហ៍មុនកម្ពុជាកាត់ផ្តាច់សេវាអ៊ីនធឺណិតថៃទោះបីជាដឹងពីប្រតិកម្មដ៏មានសក្តានុពលដោយយល់ជឿថាវាជាចាំបាច់ចំណុចសំខាន់គឺកម្ពុជាមិនចង់ថយក្រោយពីការសម្លុកគួរក៏សម្គាល់ផងដែរថាអ្នកដែលគំរាមកំហែងប្រេងគឺជាមនុស្សសាមញ្ញលោកក្រៃស៊ីវ៉ាត់កាសេមស្រីមិនកាន់អំណាចពិតប្រាកដទេគ្រាន់តែជាសំឡេងធំដោយការយល់ដឹងតិចតួចពីផលវិបាកការបង្កើនភាពតានតឹងដោយប្រើពាក្យដោយមិនបានឃ្លាវខ្វល់គឺជារឿងគ្រោះថ្នាក់និងមិនមានខុសត្រូវសោះវាចង់បង្កើនការតានតឹងហើយចៃដន្យវាគឺជាមនុស្សដែលមិនញាក់ស្នើសុំគំនិតអាក្រក់ដែលបណ្ដាលឲ្យមានការខាតបង់សេដ្ឋកិច្ចទៅថៃដូចជាករណីអគ្គិសនីនិងសេវាអ៊ីនធឺណិតជាដើមប៉ុន្តែសូមចងចាំថាកម្ពុជាមិនមែនជាអ្នកលងដៃទេហើយកម្ពុជាកំពុងវាយប្រទម្ងន់នៅក្នុងឆ្នាំ2025កម្ពុជាមិនមែនជាប្រទេសដែលត្រូវបានគេសម្លក់នោះទេហើយត្រៀមការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យរបស់ខ្លួនអ្នកនិពន្ធ The Notorious One